តើការសម្រក់គីឡូវាពិតជាពិបាកមែនអត់បងប្អូនចម្លើយគឺថាវាអាស្រ័យលើបងប្អូនប៉ុន្តែមិនមែនអាស្រ័យលើប្រភេទថ្នាំសម្រក់ដែលបងប្អូនប្រើឬក៏អាងកម្បាំងពិសេសអីណាមួយទេបងប្អូនវាអាស្រ័យលើ3ចំណុចធំនេះបងប្អូនអញ្ចឹងចំណុចទី1តកតងទៅនឹងការបដិញ្ញាចិត្តរបស់យើងការសម្រក់គីឡូមិនមែនជាការដែលយើងធ្វើត្រឹមតែ3ថ្ងៃឬក៏មួយអាទិត្យយើងឲ្យបានផលហើយយើងបោះបង់ទេបងប្អូនវាត្រូវការការផ្លាស់ប្ដូររបៀបរស់នៅក៏ដូចជារបបអាហារជាប្រចាំរហូតតតែស្រកដល់គីឡូដែលបងប្អូនចង់បានខ្ញុំឃើញបងប្អូនយើងជាច្រើនដែលគាត់ព្យាយាមសម្រក់គីឡូហើយគាត់ព្យាយាមតែម្ដងពីរដងឬក៏ចំណាយពេលហ្នឹងវាខ្លីពេកបន្ទាប់មកគាត់ក៏គិតថាវិធីសម្រក់ហ្នឹងវាត្រូវតែជាមួយអ្នកដទៃទេគឺអត់ត្រូវជាមួយគាត់ទេតែការពិតទៅវាមិនមែនអញ្ចឹងទេបងប្អូនបើសិនជាបងប្អូនជ្រើសវិធីមួយសម្រក់ហើយបងប្អូនធ្វើវាមិនបានយូរឬក៏មិនបានជាប់លាប់ទេទោះបីជាបងប្អូនប្រើវិធីសាស្ត្រ100ទៀតក៏ដោយក៏បងប្អូននៅតែមិនអាចទទួលលទ្ធផលបានល្អអញ្ចឹងទៅវិញបើសិនជាការបដិញ្ញាចិត្តរបស់បងប្អូនខ្ពស់យើងដាក់ចិត្តថាត្រូវតែស្រកតែម្ដងបងប្អូនវិធីណាក៏អាចសម្រក់គីឡូរបស់បងប្អូនបានដែរហើយមិនចាំបាច់ត្រូវការចំណាយលុយច្រើនឬក៏វិធីអាកំបាំងឬក៏វិធីអស្ចារ្យណាមួយដើម្បីឲ្យបងប្អូនស្រកទេអញ្ចឹងចំណុចទី1នេះគឺសំខាន់មែនទែនតកតងនឹងការបដិញ្ញាចិត្តចូលដល់ចំណុចទី2តកតងនឹងរបបអាហារអញ្ចឹងបងប្អូនយើងជាច្រើនដែលគាត់និយាយថាមួយថ្ងៃខ្ញុំញ៉ាំតែបន្តិចហ្នឹងហេតុអីបានគីឡូរបស់ខ្ញុំហ្នឹងវាចេះតែឡើងអញ្ចឹងបញ្ហាវាមិនមែនតកតងទៅនឹងការញ៉ាំតិចឬក៏ការញ៉ាំច្រើនទេវាតកតងទៅនឹងកាឡូរីដែលមាននៅក្នុងអាហាររបស់បងប្អូនអញ្ចឹងអាហារមួយចំនួនមានកាឡូរីច្រើនតែបរិមាណវាតិចហើយអាហារមួយចំនួនទៀតកាឡូរីវាតិចតែបរិមាណវាជឿច្រើនមែនទែនអញ្ចឹងបងប្អូនត្រូវដឹងថាអាហារដែលមានកាឡូរីច្រើនតែបរិមាណតិចហ្នឹងណាមានដូចជា snack អានំកញ្ចក់កញ្ចក់របស់យើងហ្នឹងមានដលងបំពងមាន pizza មាន burger មានភេសជ្ជៈផ្អែមមានភេសជ្ជៈបើកម្លាំងអីផ្សេងអាហារទាំងអស់ហ្នឹងមួយកញ្ចប់របស់វាគឺសម្បូរដោយកាឡូរីមែនទែនបងប្អូនអញ្ចឹងខ្ញុំឧទាហរណ៍ថា snack នំកញ្ចប់អីហ្នឹងណាពេលខ្លះមួយកញ្ចប់ហ្នឹងមានផ្ទុកកាឡូរី100ទៅ300កាឡូរីកញ្ចប់ខ្លះមួយកញ្ចប់ឯងផ្ទុករហូតដល់5ទៅ600កាឡូរីហើយនំសម័យថ្មីនេះខ្ញុំឃើញមួយកញ្ចប់ហ្នឹង1000កាឡូរីច្រើនមែនទែនបងប្អូនប៉ុន្តែបើសួរពីបរិមាណរបស់វាបន្តិចទេបងប្អូនដែលឃើញ snack អីមួយកញ្ចប់ធំអីអត់មានទេពីច្រើនមានមួយកញ្ចប់អីតែប៉ុណ្្នេះអីទេអញ្ចឹងបរិមាណវាតិចមែនទែនប៉ុន្តែការផ្ដល់កាឡូរីរបស់វាគឺខ្ពស់ខ្លាំងហ្នឹងហើយគឺជាមូលហេតុដែលបងប្អូនញ៉ាំតិចតែឡើងគីឡូដោយសារតែអាហារដែលបងប្អូនញ៉ាំហ្នឹងវាតិចមែនស្បីតែខ្ញុំក៏ខ្ញុំញ៉ាំអត់ឆ្អែតដែរបងប្អូននំ10កញ្ចប់អីហ្នឹងញ៉ាំមិនដឹងនៅណាណីទេប៉ុន្តែយើងកុំបូកកាឡូរីចូលគ្នាសោះគឺវាផ្ដល់កាឡូរីឲ្យយើងច្រើនលើសលប់មែនទែនហេតុអីបាទខ្ញុំលើកយកកាឡូរីហ្នឹងយកមកនិយាយដោយសារតែមនុស្សពេញវ័យធម្មតាបងប្អូនយើងត្រូវការកាឡូរីមានថាមពលប្រចាំថ្ងៃរបស់យើងហ្នឹងពី2000ទៅ2500ខ្ញុំឲ្យដល់3000ចាំបងប្អូនលើស500កាឡូរីច្រើនអញ្ចឹងបើសិនជាបងប្អូនញ៉ាំអានំកញ្ចក់កញ្ចក់នោះ2 3កញ្ចប់ទៅញ៉ាំ burger ខ្លះទៅញ៉ាំ pizza ខ្លះអញ្ចឹងមួយថ្ងៃបងប្អូនពេលខ្លះទទួលបាន5000កាឡូរី6000កាឡូរីបើសិនជាថ្ងៃណាយើងរៀងពិបាកចិត្តសេតគិតច្រើនណាយើងញ៉ាំគ្រឿងភេសជ្ជៈផ្អែមផងញ៉ាំនេះញ៉ាំនោះច្រើនមែនតើអញ្ចឹងពីមួយថ្ងៃទៅមួយថ្ងៃតើអាកាឡូរីដែលលើសហ្នឹងវាយកទៅណាពេលដែលយើងញ៉ាំចូលទៅក្នុងខ្លួនរាងកាយរបស់យើងពេលដែលបានកាឡូរីវាត្រូវប្រើប្រាស់ប្រចាំថ្ងៃដូចដែលខ្ញុំនិយាយអញ្ចឹង2000ទៅ2500អញ្ចឹងកាឡូរីដែលសល់គឺយើងយកទៅស្តុកនៅណាបងប្អូននៅថ្លើមនៅខ្លាញ់ក្បាលពោះនៅខ្លាញ់ដើមដៃនៅផ្លូវអញ្ចឹងជំនួសឲ្យអាហារដែលមានកាឡូរីច្រើនតែបរិមាណតិចបងប្អូនត្រូវញ៉ាំអាហារដែលមានកាឡូរីតិចតែបរិមាណច្រើនវិញអាហារទាំងអស់ហ្នឹងគឺជាអាហារស្រស់មានដូចជាត្រីសាច់គោសាច់ជ្រូកបន្លែបៃតងផ្លែឈើអាវ៉ូកាដូគឺអាហារទាំងអស់ហ្នឹងឯងដែលមួយផ្លែវាមានតែប្រមាណកាឡូរីទេអញ្ចឹងបងប្អូនញ៉ាំបានច្រើនឆ្អែតបានយូរហើយកាឡូរីវាតិចទៀតអ្វីដែលកាន់តែសំខាន់ជាងហ្នឹងអាហារទាំងអស់ហ្នឹងគឺវាមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ទាំងជាតិដែកស័ង្កសីស៊ីលីនីមម៉ាញ៉េស្យូមអីហ្នឹងគឺគ្រប់សម្រាប់តម្រូវការរាងកាយរបស់យើងអញ្ចឹងចំណុចទី2សំខាន់គឺបងប្អូនត្រូវផ្លាស់ប្ដូររបបអាហារខ្លួនឯងចំណុចទី3រឹតតែសំខាន់វិធីសម្រក់ណាក៏ដោយបើសិនជាបរាជ័យនៅចំណុចទី3នេះគឺវាបរាជ័យទាំងអស់តែម្ដងបងប្អូនចំណុចទី3នេះតាក់ទងទៅនឹងការគ្រប់គ្រងការឃ្លានអញ្ចឹងបងប្អូនប្រើវិធីអីក៏ដោយបើនៅតែឃ្លានជាប្រចាំចាប់តែម្ដងយើងច្បាស់ជាទៅញ៉ាំនោះញ៉ាំមិនចេះចប់មិនចេះហើយកាឡូរីកាន់តែច្រើននៅក្នុងខ្លួនការសម្រក់គឺបរាជ័យអញ្ចឹងបងប្អូនត្រូវដឹងថាការឃ្លានមានពីរប្រភេទទី1មានន័យថារាងកាយរបស់យើងពិតជាឃ្លានមែនវាត្រូវការថាមពលវាត្រូវការអាហារទី2តាក់ទងនឹង emotion មានន័យថាគ្រាន់តែជាអារម្មណ៍ឃ្លានរបស់យើងទេរាងកាយរបស់យើងមានថាមពលប្រើគ្រប់គ្រាន់អត់ចាំបាច់ឲ្យបងប្អូនត្រូវញ៉ាំអាហារចូលទៅក្នុងខ្លួនទេអញ្ចឹងដើម្បីបែងចែកថាតើមួយណាជាការឃ្លានសម្រាប់រាងកាយមួយណាជាការឃ្លានដោយផ្លូវអារម្មណ៍របស់យើងរាងកាយរបស់យើងអត់ត្រូវការអាហារទេ
ចឹងឧទាហរណ៍បងប្អូនញ៉ាំអាហារនៅម៉ោង12ថ្ងៃជាទម្លាប់តែម្ដង12ថ្ងៃញ៉ាំ12ថ្ងៃញ៉ាំ12ថ្ងៃញ៉ាំអញ្ចឹងរាងកាយរបស់យើងគេហៅមាន rhythm មានចង្វាក់នៅក្នុងខ្លួនរបស់យើងឲ្យតែដល់ម៉ោងហ្នឹងគឺអារម្មណ៍របស់យើងហ្នឹងគឺឲ្យឃ្លានតែម្ដងអារម្មណ៍ទៅមុនទោះបីជាបងប្អូនទើបតែញ៉ាំអាហារម៉ោង10ឬក៏ម៉ោង9ព្រឹកក៏ដោយតែ3ម៉ោងឯងថាម៉ោង9ចោះតែ3ម៉ោងឯងគឺរាងកាយរបស់យើងដល់ម៉ោង12ឃ្លានណាស់ចង់តែញ៉ាំទៀតតែម្ដងអាហ្នឹងគឺជាអារម្មណ៍មិនមែនជាតម្រូវការរាងកាយរបស់យើងត្រូវការអាហារទេផ្ទុយទៅវិញឧទាហរណ៍ថាបងប្អូនឈប់ញ៉ាំម៉ោង8យប់យើងបញ្ចប់ការញ៉ាំរបស់យើងអស់ហើយពីព្រឹករហូតមកបងប្អូនធ្វើការ fasting អីទៅដល់ម៉ោង12ទើបញ៉ាំអាហារហើយឃ្លានហ្មងអាហ្នឹងគឺជាតម្រូវការរាងកាយរបស់យើងហើយដោយសារអីប្រហែលម៉ោងមុនពីព្រឹកអីមកហ្នឹងបងប្អូនអត់មានញ៉ាំអាហារទេអញ្ចឹងដល់ម៉ោងហ្នឹងគឺបងប្អូនចាប់ផ្ដើមឃ្លានអញ្ចឹងមានន័យថាវាជាសញ្ញាចេញពីរាងកាយរបស់យើងដែលប្រាប់ថាបងប្អូនគួរតែញ៉ាំអីបន្តិចហើយអត់ញ៉ាំយូរពេកហើយចំណុចហ្នឹងចង់ប្រាប់បងប្អូនថាចេះអ្នកដែលធាត់ភាគច្រើនគាត់ឃ្លានញ៉ាំបាយម៉ោង12ម៉ោង2ម៉ោង3ក៏ឃ្លានទៀត5 6ម៉ោង7អីក៏ឃ្លានទៀត9 10យប់ក៏ឃ្លានទៀតអញ្ចឹងមួយថ្ងៃហ្នឹងគឺគាត់ឃ្លានរហូតទាំងដែលគាត់ញ៉ាំអាហារច្រើនណាអញ្ចឹងបងប្អូនត្រូវទុកអារម្មណ៍ការឃ្លានឲ្យបានឧទាហរណ៍ថាបងប្អូនញ៉ាំម៉ោង12ហើយម៉ោង2បងប្អូនឃ្លានទៀតអញ្ចឹងត្រូវទុកអារម្មណ៍កន្លែងហ្នឹងឲ្យបានណាអញ្ចឹងថ្ងៃទី1អាចនឹងពិបាក 100% មួយអាទិត្យក្រោយពិបាក 90% អាទិត្យទី2អាច 80 អាទិត្យទី3ចិត្តយូរទៅបងប្អូននឹងស៊ាំហើយបងប្អូនលេងឃ្លានហើយអានឹងដូចការ training អញ្ចឹងបងប្អូនយើងត្រូវតែបង្វឹកអារម្មណ៍របស់យើងថាយើងមិនត្រូវការអាហារម៉ោងហ្នឹងទេយូរទៅរាងកាយរបស់យើងវានឹងស្ដាប់បញ្ជាយើងបងប្អូនរាងកាយរបស់យើងនឹងលេងឃ្លានអូខេអញ្ចឹងវីដេអូថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងឯងខ្ញុំសរុបសេចក្តីឲ្យបងប្អូនបន្តិចទាក់ទងនឹងការសម្រក់ហ្នឹងអញ្ចឹងដើម្បីសម្រក់គីឡូបានជោគជ័យបងប្អូនត្រូវទី1បដិញ្ញាចិត្តឲ្យបានគ្មានការបដិញ្ញាចិត្តទី2ទី3បរាជ័យទី2បងប្អូនត្រូវផ្លាស់ប្ដូររបបអាហារដែលមានកាឡូរីច្រើនតែបរិមាណតិចហើយយើងទៅញ៉ាំអាហារដែលមានកាឡូរីតិចតែបរិមាណច្រើនទៅវិញហើយទី3គឺគ្រប់គ្រងអារម្មណ៍ឃ្លានអញ្ចឹងធ្វើបាន3នេះហើយបងប្អូនប្រើវិធីសម្រក់ណាក៏ដោយគឺសឹងថាជោគជ័យបាន 90% ហើយបងប្អូនអូខេអញ្ចឹងវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងឯងសង្ឃឹមថាបងប្អូននឹងទទួលបានប្រយោជន៍ច្រើនពីវីដេអូមួយនេះហើយបើសិនជាបងប្អូនមានសំណួរអីផ្សេងទាក់ទងទៅនឹងការគ្រប់គ្រងការឃ្លានអំពីអាហារបងប្អូនអាច comment ជាសំណួរនៅខាងក្រោមវីដេអូនេះអរគុណសម្រាប់ការទស្សនាសម្រាប់ពេលនេះខ្ញុំបាទឧត្តរិទ្ធនឹងជួបបងប្អូននៅវីដេអូក្រោយទៀត